ស្វែងយល់ពីម៉ាម៉ូកនៅក្នុងដីនិងទូនាទីដ៏សំខាន់របស់វានៅក្នុងការបង្កើនទិន្នផលដំណាំនៅក្នុងការធ្វើកសិកម្មកសិករភាគច្រើនតែងតែផ្ដោតសំខាន់ទៅលើការទិញជីគីមីមកបំប៉នដំណាំដើម្បីទទួលបានទិន្នផលលឿនប៉ុន្តែអ្នកជំនាញបានទម្លាយថាអាចកំបាំងពិតប្រាកដនៅពីក្រោយដីដែលមានជីជាតិយូរអង្វែងគឺស្ថិតនៅលើសារធាតុមួយដែលត្រូវបានគេដាក់ហាស់នាមថាមាសខ្មៅនោះគឺម៉ាម៉ូកមិនមែនគ្រាន់តែជាជីកំប៉ុស្តធម្មតានោះទេវាគឺជាសារធាតុសរីរាង្គពណ៌ត្នោតចាស់ឬពណ៌ខ្មៅដែលកើតឡើងចេញពីដំណើរការរលួយផុយស្រួយទាំងស្រុងនៃសំណល់រុក្ខជាតិនិងសត្វរហូតដល់វាលែងអាចបំបែកបន្តទៀតបានខុសពីសំណល់សរីរាង្គទូទៅម៉ាម៉ូកមានសភាពនឹងណហើយអាចស្ថិតនៅក្នុងដីបានរាប់ទសវត្សរ៍ឬរាប់រយឆ្នាំដើម្បីផ្ដល់ប្រយោជន៍ខ្ពស់បំផុតដល់ដីការមានម៉ាម៉ូកច្រើននៅក្នុងដីផ្ដល់នូវអត្ថប្រយោជន៍ធំៗចំនួន4យ៉ាងទី1វាប្រៀបដូចទៅជាអេប៉ុងរក្សាទឹកដោយអាចផ្ទុកទឹកបានរហូតដល់80ទៅ 90% នៃទម្ងន់របស់វាជួយឲ្យដីរក្សាសំណើមបានយូរនៅក្នុងរដូវប្រាំងទី2ជាឃ្លាំងស្តុកសារធាតុចិញ្ចឹមការពារមិនឲ្យជីជាតិហូរចាស់ទៅតាមទឹកភ្លៀងនិងបញ្ចេញមកវិញបន្តិចម្ដងទៅដោយឫសទី3កែលម្អរចនាសម្ព័ន្ធដីជួយឲ្យដីឥដ្ឋដែលហាប់ណែនคล้ายទៅជាធូរមាននូនខ្យល់និងជួយដីខ្សាច់ឲ្យចេះរក្សាទឹកនិងទី4ជំរុញសកម្មភាពបាក់តេរីនិងផ្សិតល្អៗនៅក្នុងដីដើម្បីបង្កើនម៉ាម៉ូកនៅក្នុងដីកសិករអាចអនុវត្តវិធីងាយៗដូចជាការបន្ថែមជីកំប៉ុស្តនិងលាមកសត្វស្ងួតការដាំដំណាំគម្របដីដូចជាពពួកសណ្ដែករួចភ្ជួរលុបទៅក្នុងដីការប្រើប្រាស់ចំបើងឬស្មៅស្ងួតមកគ្របគល់ដំណាំនិងការកាត់បន្ថយការភ្ជួរញឹកញាប់ពេកដែលនាំឲ្យបាក់តេរីស៊ីបំផ្លាញសារធាតុសរីរាង្គលឿនពេកដីដែលគ្មានម៉ាម៉ូកគឺប្រៀបដូចទៅជាធនាគារដែលគ្មានលុយមិនថាអ្នកដាក់ជីច្រើនប៉ុណ្ណាទេវានឹងហូរចេញអស់ទៅវិញយ៉ាងលឿនការវិនិយោគពេលវេលានៅលើការបង្កើនម៉ាម៉ូកគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃបំផុតដើម្បីទទួលបានដីមានសុខភាពល្អនិងកាត់បន្ថយចំណាយលើជីគីមីក្នុងរយៈពេលវែង